ញោមគល់ខ្ទឹមបងប្អូនបានសាកហើយជាមួយនឹងជ្រក់គល់ខ្ទឹមជាមួយនឹងបុកគល់ខ្ទឹមតែឥឡូវមុខម្ហូបថ្ងៃនេះគឺញោមគល់ខ្ទឹមប្រហែលជាបងប្អូនអត់ទាន់បានសាកឬក៏បងប្អូនបានសាកហើយជួយខមមិនម្នាក់មួយផងចាហើយវិធីធ្វើងាយបងប្អូនលឹកខ្ទឹមយកមកកាត់សម្អាតឲ្យស្អាតយកវាមកសោសទឹកខ្ញុំសោសទឹកនេះសោសអត់ដល់1នាទីទេចាហើយយើងដាក់គល់មុនដើម្បីឲ្យឆ្អិនគល់មុនណាចាព្រោះស្លឹកដាក់តាមកធំហើយលើកឡើងហ្មងចាគាត់ដាក់គល់ខ្ទឹមបន្តិចហើយខ្ញុំក៏ចាប់ផ្ដើមដាក់ស្លឹកបញ្ចូលគ្នាហើយច្បល់វាឲ្យតា2ត្រឡប់3ត្រឡប់ហើយហ្នឹងគឺសូត្រស្វាងឡើងមកវិញព្រោះអត់ទុកឲ្យឆ្អិនរលួយទេបងប្អូនព្រោះលឹកខ្ទឹមយើងដឹងស្រាប់ហើយវាឆាប់ឆ្អិនខ្លាំងណាស់ហើយស្វងដាក់កញ្ច្រែងឲ្យស្រស់ទឹកមកហើយនៅពេលដែលខ្ញុំស្វងដាក់កញ្ច្រែងហ្នឹងគឺខ្ញុំចាប់ផ្ដើមទៅជុះវាចាអង្កេតវាដើម្បីកុំឲ្យវាកើលើគ្នាកាលណាវាកើលើគ្នាហើយមានន័យថាខ្ទឹមហ្នឹងនឹងបន្តឆ្អិនទៅទៀតហើយអញ្ចឹងវានឹងឆ្អិនជ្រុលចាឆ្អិនជ្រុលយើងធ្វើញោមនេះគឺអត់ឆ្ងាញ់ទេបងប្អូនហើយលខ្ទឹមនេះខ្ញុំទិញធូរថ្លៃមែនតើ2គីឡូប្រហែលជា7,000រៀលយើង7,000លុយរៀលយើងខ្ញុំចូលមកខ្ញុំធ្វើនក់ជ្រក់គល់ខ្ទឹមខៅគោឃ្រីវនឹង1គីឡូហើយខ្ញុំក៏យកមកធ្វើជាមួយនឹងញោមគល់ខ្ទឹមនឹងចាឡើងច្រើនមែនតើហើយដាក់ក្នុងទូទឹកកកទៅញ៉ាំបានយូរថ្ងៃហើយវិធីធ្វើបន្ទាប់ពីយើងស្រស់គល់ខ្ទឹមនឹងហើយចូលដល់យើងលាយគ្រឿងញោមអានេះគឺប្រើម្សៅម្ទេសខ្ញុំប្រើពីលភាយើងអាចប្រើលើសជាងនឹងតិចក៏បានដែរហើយមានជាមួយនឹងស្ករសមានជាមួយនឹងខ្ទឹមសមានជាមួយនឹងទឹកខ្មេះទឹកខ្មេះដែលមានរសជាតិជូរអែមឆ្ងាញ់ណាខ្ញុំប្រើទឹកខ្មេះប៉មហើយខ្ញុំបន្ថែមជាមួយនឹងទឹកស៊ីអ៊ីវទៀតហើយខ្ញុំលួចជាមួយនឹងទឹកត្រីបន្តិចទៀតហើយម្ហូបកូរ៉េបងប្អូនខ្ញុំបែបកូរ៉េអញ្ចឹងគឺអត់ដែរចោលប្រេងល្ងទេតែបងប្អូនអត់ចាញ់ក្លិនអាច skip វាចោលបានអាចរំលឹកវាចោលបានបន្ទាប់មកខ្ញុំប្រើជាមួយនឹងគេហៅគូចាំងកូរ៉េហ្នឹងហើយខ្ញុំក៏បានបន្ថែមជាមួយនឹងល្ងលីងទៀតចាគ្រឿងក្រៅមានប៉ុណ្ណឹងបងប្អូនគ្រឿងក្រៅនេះគាត់ចាក់ចូលហើយងាយបងប្អូនម្ហូបកូរ៉េយើងញ៉ាំទៅយើងឃើញសាយឌីសកូរ៉េច្រើនមុខម្ដង5 6មុខប៉ុន្តែម្ហូបកូរ៉េបងប្អូនធ្វើងាយហើយលខ្ទឹមមកសោះហើយហ្នឹងខ្ញុំយកវាមកចងចាក្នុងចំណងហ្នឹងខ្ញុំប្រើ2គល់ខ្ទឹមឬក៏3គល់ខ្ទឹម1គល់ខ្ទឹមទៅតាមទំហំគល់ខ្ទឹមយើងអញ្ចឹងបងប្អូនបបហើយគ្រឿងដែលយើងច្របល់ហើយមិញហ្នឹងពុកបាក់មិញហ្នឹងហើយយើងដាក់ខ្ទឹមយើងដាក់លខ្ទឹមគល់ខ្ទឹមយើងនឹងចូលហើយយើងច្របល់មួយគ្រឿងហ្នឹងខ្ញុំអត់ទាន់ដាក់ទាំងអស់តែម្ដងទេខ្ញុំដាក់ម្ដងបន្តិចច្របល់អញ្ចឹងណាបងប្អូនគឺដើម្បីឲ្យវាចូលជាតិបានល្អហើយណាមួយខ្ញុំធ្វើនេះខ្ញុំអត់មានថ្លឹងណាបងប្អូនអត់មានថ្លឹងថាគល់ខ្ទឹមប្រមាណខាំគ្រឿងប្រមាណគឺអត់ទេបងប្អូនស្ត្រីមេផ្ទះធ្វើស្មានប៉ុន្តែគឺស្មានគឺត្រូវម៉ាច់តែម្ដងបងប្អូនចាប៉ុន្តែបងប្អូនអាចដាក់ម្ដងតិចទាំងដែរទៅគឺបើសិនជាគ្រឿងយើងស្ទើរយើងអាចទឹកគល់ខ្ទឹមលាយគ្រឿងអីថែមទៀតចឹងណាបើយើងស្ទើរគ្រឿងក៏អត់ឆ្ងាញ់ដែរហើយបងប្អូនមើលសម្រស់គេមើលអូយឡើងតំណងលាយហើយប្តីខ្ញុំសរសើរថាឆ្ងាញ់ណាហើយអ្នកកន្លែងធ្វើការខ្ញុំក៏សរសើរដែរខ្ញុំយកទៅកន្លែងធ្វើការញ៉ាំដែរចឹងណាក៏គេសរសើរថាឆ្ងាញ់ដែរស្ដាយបងប្អូនអត់បានភ្លក់បើបងប្អូននៅចិត្តចៃបងប្អូនភ្លក់ម្នាក់មួយម៉ាត់ដើម្បីឲ្យស្គាល់រសជាតិឲ្យស្គាល់ស្នាដៃខ្ញុំដែរកុំស្ដាប់តែខ្ញុំអួតអញ្ចឹងណាចាអរគុណច្រើនបងប្អូនបានចូលរួមទស្សនាហើយកុំភ្លេចជួយ share វីដេអូម្នាក់មួយផងមកម្ហូបថ្មីឆ្ងាញ់ប្លែកយើងចែកគ្នាចេះទាំងអស់គ្នាខ្ញុំចេះអ្វីខ្ញុំចែកជូនបងប្អូនដែរអញ្ចឹងណាអញ្ចឹងបងប្អូនជួយតែ share ខ្ញុំម្នាក់មួយទៅចាអរគុណច្រើនជួបគ្នាវីដេអូក្រោយ